ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាទៅទស្សនាប្រាសាទព្រះខ័ននិងស្គាល់ពីប្រវត្តិប្រាសាទព្រះខ័នជាមួយនឹងខ្ញុំខ្លះៗផងដែរអញ្ចឹងប្រាសាទព្រះខ័នត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ1191នៃគ្រិស្តសករាជដោយព្រះបាទជ័យវរ្ម័នទី7ហើយទ្រង់បានសាងសង់ប្រាសាទមួយនេះគឺដើម្បីរំលឹកដល់ព្រះបិតារបស់ព្រះអង្គដែលបានគោរពទៅជាព្រះពោធិសត្វនៅក្នុងព្រះពោធិសាសនាមហាយាននៅក្នុងសម័យនោះផងដែរហើយអត្ថន័យនៃឈ្មោះរបស់ប្រាសាទព្រះខ័នគឺមានន័យថាដាវបរិសុទ្ធឬក៏ជាអាវុធស័ក្តិសិទ្ធិជាដើមប្រាសាទព្រះខ័នមិនមែនមានតែប្រាសាទប៉ុណ្ណឹងទេគឺមានតួនាទីជាច្រើនទៀតដូចជាព្រះវិហារសាលារៀនមន្ទីរពេទ្យលំនៅឋានមន្ត្រីនិងព្រះសង្ឃជាដើមហើយទៅតាមសាលាចារឹកក៏បានបញ្ជាក់ផងដែរថាមានមនុស្សប្រហែលជា100,000 នាក់ដែលពាក់ព័ន្ធជាមួយនឹងការបម្រើនិងថែរក្សាប្រាសាទមួយនេះនៅក្នុងសម័យនោះផងដែរហើយចំណែកស្ថាបត្យកម្មនៅក្នុងប្រាសាទព្រះខ័នគឺមានរចនាសម្ព័ន្ធដូចជានឹងប្រាសាទបាយ័នផងដែរជាពិសេសគឺមានកំពែងដែលព័ទ្ធជុំវិញប្រាសាទហើយមានតុបតែងចម្លាក់អប្សរាទេវតានិងរឿងរ៉ាវសាសនាជាច្រើនបង្ហាញពីការរួមបញ្ចូលរវាងព្រះពុទ្ធសាសនានិងព្រហ្មញ្ញសាសនានៅក្នុងសម័យនោះផងដែរលក្ខណៈពិសេសនៅសម្រាប់ប្រាសាទព្រះខ័នគឺមានដើមឈើធំដែលដុះនៅលើជញ្ជាំងប្រាសាទដែលបង្កើតទៅជាទេសភាពដ៏ស្រស់ស្អាតផងដែរបងប្អូនហើយពិតជាតាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមែនទែនដែលទូទៅទស្សនានៃប្រាសាទព្រះខ័ននៅពេលនេះផងដែរហើយសម្រាប់ទីតាំងវិញគឺអត់នៅឆ្ងាយទេបងប្អូនគឺនៅក្នុងតំបន់អង្គរទេគឺមានប្រហែលជាមានចម្ងាយ5ទៅ6គីឡូម៉ែត្រពីកណ្ដាលក្រុងសៀមរាបរបស់យើងទេហើយអ្វីដែលសំខាន់គឺប្រាសាទព្រះខ័នគឺជាភស្តុតាងដ៏សំខាន់មួយបងប្អូនគឺបាននិយាយពីរឿងរ៉ាវខ្មែរយើងដ៏អស្ចារ្យមែនទែននៅក្នុងសម័យនោះដោយព្រះបាទជ័យវរ្ម័នទី7គឺបង្ហាញពីកម្រិតស្ថាបត្យកម្មវិស្វកម្មនិងវប្បធម៌នៃសម័យខ្មែរយើងពិតជារីកចម្រើនខ្លាំងនៅក្នុងសម័យព្រះបាទជ័យវរ្ម័នទី7ដែលបានកសាងឡើងចេញជាប្រាសាទព្រះខ័នមួយនេះពិតជាអស្ចារ្យមែនទែនហើយបងប្អូនគិតយ៉ាងម៉េចដែរគិតថាពេលតលេមានអារម្មណ៍ស្រស់ស្រាយខ្ញុំតលេគឺស្រស់ស្រាយមែនទែននៅជុំវិញគឺស្រស់ស្អាតមែនទែនចង់ទៅហើយទៅទៀតហើយវីដេអូរបស់យើងគឺចប់តែប៉ុណ្្នេះទេបងប្អូនហើយអរគុណច្រើនសម្រាប់ការស្ដាប់ហើយជួបខ្ញុំនៅក្នុងវីដេអូក្រោយបាទអរគុណ